ព្រះគម្ពីរពេត្រុសទី1ចូលស្រឡាញ់គ្នាទៅវិញទៅមកឲ្យបានជ្រាលជ្រៅអស់ពីចិត្តនៅក្នុងព្រះអម្ចាស់ត្រូវដកចេញនូវរាល់បំណងអាក្រក់ការបោកប្រាស់ភាពពុតត្បុតចិត្តច្រណែងនិងការនិយាយដើមគេចេញពីក្នុងចិត្តរបស់យើងសេចក្តីប្រាថ្នានៃសាច់ឈ្មាងនិងវិញ្ញាណរបស់យើងគឺជាសត្រូវនឹងគ្នាបើយើងដេញតាមសេចក្តីប្រាថ្នានៃសាច់ឈ្មាងនោះវិញ្ញាណរបស់យើងនឹងស្លាប់ទៅប្រសិនបើយើងធ្វើអ្វីដែលវិញ្ញាណសប្បាយរីករាយដូចជាការធ្វើអំពើល្អការផ្ដោតលើព្រះជាម្ចាស់និងការសរសើរដំកើងព្រះនោះសេចក្តីប្រាថ្នានៃសាច់ឈ្មាងនឹងស្លាប់ទៅវិញមនុស្សគ្រប់គ្នានៅលើโลกនេះសុទ្ធតែមានចំណុចដែលគួរឲ្យគោរពរៀងៗខ្លួនពេលប្រកបជាមួយអ្នកដទៃចូលបង្ហាញអាកប្បកិរិយាថាអ្នកមានចំណុចនេះដែលខ្ញុំពិតជាគោរពណាស់ចំពោះគ្រីស្ទបរិស័ទដែលបងប្អូនស្គាល់ពួកគេប្រកាសជាមានក្រុមគ្រួសារដូច្នេះត្រូវស្រឡាញ់រហូតដល់ក្រុមគ្រួសាររបស់គេផងដែរត្រូវមានចិត្តគោរពចំពោះអ្នកដឹកនាំមិនត្រឹមតែនៅក្នុងប្រទេសរបស់យើងទេប៉ុណ្ណោះប៉ុន្តែគឺអ្នកដឹកនាំនៅទូទាំងពិភពលោកចូលមានចិត្តកោតខ្លាចព្រះជាម្ចាស់ទោះបីជាស្វាមីមិនទាន់មានជំនឿក៏ដោយក៏ភរិយាត្រូវតែស្ដាប់បង្គាប់និងចុះបញ្ចូលជាមួយគាត់ដែរត្រូវមានចិត្តបរិសុទ្ធនិងគោរពស្វាមីជានិច្ចត្រូវធ្វើឲ្យស្វាមីដឹងថាបងប្អូនពិតជាគោរពគាត់ខ្លាំងណាស់ត្រូវប្រព្រឹត្តចំពោះស្វាមីដោយចិត្តស្លូតបាមនិងស្ងប់ស្ងាត់មិនត្រូវស្រែកខ្លាំងឬប្រើសម្ដីកំហុសដាក់គាត់ឡើយព្រោះនោះគឺជាអំពើអាក្រក់ពេលប្រកបជាមួយមនុស្សគ្រប់គ្នាចូលមានចិត្តអាណិតមេត្តាចំពោះពួកគេត្រូវមានចិត្តអាណិតអាសូរជាមុនដោយគិតថាប្រហែលជាគាត់មានមូលហេតុឬការជំរុញចិត្តអ្វីមួយទើបគាត់ធ្វើបែបនោះពេលប្រព្រឹត្តចំពោះអ្នកដទៃត្រូវមានចិត្តមេត្តាកុំអួតអាងនៅចំពោះគេនិងត្រូវដាស់ខ្លួនឲ្យទាបឡើយកុំលើកដំកើងខ្លួនឯងឲ្យសោះបើគេជេរប្រមាថយើងកុំជេរតបវិញឡើយបើគេធ្វើបាបយើងកុំសំសឹកវិញឲ្យសោះផ្ទុយទៅវិញត្រូវប្រទានពរឲ្យអ្នកដែលដាស់បណ្ដាយើងឲ្យគេបានសុខសប្បាយនិងត្រូវអធិដ្ឋានទូលសូមព្រះជាម្ចាស់ឲ្យអ្នកនោះទទួលបានសេចក្តីសុខចម្រើនវិញ